ឈ្មោះកម្ពុជាសិទ្ធិគឺចេញមកពីការរួមគ្នារបស់កម្ពុជានិងកូរ៉េជារៀងរាល់ព្រឹកមានកម្មករសំណង់ជាង 4000 នាក់ដែលត្រូវធ្វើដំណើរទៅកាន់ការដ្ឋានសាងសង់ក្នុងកម្ពុជាសិទ្ធិកម្មករទាំងអស់ខំប្រឹងប្រែងធ្វើការងារក្រោមពន្លឺព្រះអាទិត្យប៉ុន្តែការប្រឹងប្រែងធ្វើការរបស់ពួកគេដោយញើសឈាមជាបែបថ្មីនៃទីក្រុងកម្ពុជាដែលកំពុងតែសាងសង់ក្រុមហ៊ុនសាងសង់ដែលបានសរសេរអត្ថបទថ្មីនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលមានកម្មករនៅក្នុងស្រុកជាង 4000 នាក់ដែលគ្មានក្រុមហ៊ុនណាទទួលកម្មករច្រើនជាងក្រុមហ៊ុនកូរ៉េនេះទេហេតុនេះបានជាទីក្រុងថ្មីនេះមានឈ្មោះថាកេងកូការសាងសង់កម្ពុជាសិទ្ធិគឺចាប់ផ្ដើមនៅឆ្នាំ 2005 ហើយនេះជាទីក្រុងមួយក្នុងទីក្រុងថ្មីទាំង 7 ដែលរដ្ឋាភិបាលកម្ពុជាខំលើកស្ទួយកម្ពុជាសិទ្ធិគឺមានទំហំពាក់កណ្ដាលយូអេដូនៅទីក្រុងសេអ៊ូលនេះជាគម្រោងការថ្មីពិតប្រាកដដែលកម្ពុជាមិនធ្លាប់រៀបចំធ្វើពីមុនមកឡើយដល់ឆ្នាំ 2015 អគារជាង 5000 រួមទាំងបន្ទប់លំនៅឋានសាលាក្រុងអគារហិរញ្ញវត្ថុមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនិងវិទ្យាល័យដែលត្រូវបានសាងសង់នៅក្នុងកម្ពុជាសិទ្ធិនៅក្នុងពេលនោះរាជរដ្ឋាភិបាលកម្ពុជារំពឹងថានឹងមានមនុស្សជាង 40,000 នាក់ចូលទៅរួមនៅក្នុងទីក្រុងនេះនិងមានមនុស្សចេញចូលក្នុងទីក្រុងកម្ពុជាសិទ្ធិពី 3 ទៅ 40,000 នាក់ជារៀងរាល់ថ្ងៃហើយទីក្រុងក្នុងក្តីសម័យនេះបានបង្កើតឡើងដោយបច្ចេកវិទ្យារបស់កូរ៉េហើយនិងកម្លាំងរបស់កម្ពុជាយើងគឺមានគម្រោងសាងសង់មជ្ឈមណ្ឌលវឹកហាត់នៅទីនេះឬវិទ្យាល័យនៅទីនេះដើម្បីណែនាំដល់កូរ៉េដូចគ្នានឹងបង្រៀនកម្ពុជាអំពីបច្ចេកវិទ្យា IT របស់កូរ៉េអ្នកដែលបានលើកស្ទួយនៅក្នុងគម្រោងការនេះសម្រាប់ពាណិជ្ជកម្មជាតិកម្ពុជាគឺសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាសម្ដេចហ៊ុនសែនថ្មីនេះមានបំណងចង់ឲ្យសាធារណរដ្ឋកូរ៉េក្លាយទៅជាអ្នកតំណាងសហគមន៍អាស៊ីហើយសម្ដេចតេជោហ៊ុនសែនបានសម្ដែងនូវទឹកចិត្តរីករាយយ៉ាងខ្លាំងអំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កូរ៉េសម្ដេចបានដឹងថាវាជាការកត់សម្គាល់ដែលកូរ៉េមានគម្រោងអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានអ្វីគ្រប់យ៉ាងតាំងពីវប្បធម៌រហូតដល់សេដ្ឋកិច្ចក្រុមហ៊ុនសាងសង់របស់កូរ៉េគឺមានអស្ចារ្យនៅក្នុងស្តង់ដារអន្តរជាតិយើងជឿលើបច្ចេកវិទ្យាចិនខ្ពស់របស់កូរ៉េខាងត្បូងយើងមានទំនុកចិត្តនឹងការជឿជាក់ក្នុងបទពិសោធន៍ហើយនឹងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងសំណង់កម្ពុជាសិទ្ធិបានសាងសង់រួចរាល់ប្រហែលជា 10% ហើយការយកគេហដ្ឋានបែបកូរ៉េត្រូវបានចាប់សពគ្រប់រួចទៅហើយពួកគេនឹងចូលរួមនៅក្នុងពេលឆាប់ៗនេះនៅពេលដែលភូមិឋាននេះត្រូវបានបើកទីផ្សារឲ្យមានការទាក់ទាញយ៉ាងច្រើនអ្នកដែលទិញផ្ទះនៅទីនេះជាមនុស្សដែលមានជីវភាពថ្នាក់កណ្ដាលឬឋានៈខ្ពស់នៃបរិវត្តក្នុងទីក្រុងភ្នំពេញនៅសពនេះក៏មាននេះក្រៅឃើញមកចេះឥឡូវវាមានចំហុយតែក្រៅទេណាចំហុយតែក្រៅនេះចំហុយអានេះដាក់បាយបាននេះទៅយកចាចាំមកមានចឹងមកអូខេមានតែក្រុមហ៊ុនខាងខោនឹងមួយឯដែលសង់ផ្ទះពន្លឺឲ្យស្អាតជាងគេតំណាអ៊ីនធឺណិតនេះបាទបើចូលមកមើលសម្ភារៈឯងនឹងផ្ទះហ្នឹងវារ៉ូម៉ាន់ទិកផ្ទះហ្នឹងថ្ងៃមកទៀតនឹងឡើងថ្លៃរយៈពេលយ៉ាងយូរ1ឆ្នាំជាងទៅដល់ឡើងហើយផ្ទះហ្នឹងពិតជាឡើងក្នុងបរិយានេះឡើងអស់ព្រោះចូលមកពេញចិត្តតាំងពីផ្លូវតាំងពីដូចថានេះកាន់ការងារនៅក្នុងហ្នឹងដូចថាល្អហ្មងហ្នឹងដូចថាចូលមកមានអារម្មណ៍ថាល្អនៅទីនេះសុវណ្ណរាជាកម្មករម្នាក់ក្នុងចំណោមពួកគេគាត់បានទទួលប្រាក់ខែប្រមាណ$100សហរដ្ឋអាមេរិកប្រាក់ខែនេះគឺខ្ពស់ជាងប្រាក់បៀវត្សមន្ត្រីរាជការកម្ពុជាពីភូមិយើងនិយាយថាខ្ញុំញ៉ាំនឹងគាត់នៅជាមួយម្ដាយយើងអ្នកទៅគុណគេថាមកស៊ីចិញ្ចឹមកូនហើយនឹងយកលុយបន្តបន្តិចបន្តួចហ្នឹងថាដល់ពីកូនហូបហ្នឹងហើយនឹងមើលជាមួយវាដល់បន្តិចទៅយើងក៏ទុកយកលុយហ្នឹងធ្វើជាផ្ទះនៅសុវណ្ណរាកំពុងទៅធ្វើដំណើរទៅកន្លែងមួយទទួលទានអាហារថ្ងៃត្រង់នៅពេលសម្រាកអីគេអត់ដែរđâuថាគេប្រពន្ធរបស់គាត់ក៏ធ្វើការនៅក្នុងកម្មគោសិទ្ធិដែរ
មើលទៅនាងកំពុងតែរងចាំកងអាហារកញ្ចប់ថ្ងៃត្រង់គេទាំងពីរនាក់បានញ៉ាំជាមួយគ្នារាល់ថ្ងៃដើម្បីសន្សំប្រាក់ពួកគេទៅតែញ៉ាំអាហារកញ្ចប់ធម្មតាដែលខ្ចប់ពីផ្ទះយកមកញ៉ាំនៅកន្លែងធ្វើការទោះបីជាមើលទៅមិនសូវស្អាតប៉ុន្តែរសជាតិឆ្ងាញ់បន្ទាប់ពីធ្វើកិច្ចការនេះហត់ឲ្យគាត់មកតែឯងបានលុយទៅគាត់គ្រាន់ចែកគ្រាន់ណាកូនឈឺផងណាខ្លួនឯងឈឺផងខែបានតែម្ដង200000ណាចាគ្រាន់ហើយខ្ញុំទៅមកជួយត្រូវសម្រាប់មួយផ្លែបន្ទាប់ពីអាហារថ្ងៃខាងរួមទោះបីជាពួកគេត្រូវសម្រាប់នៅកន្លែងធំនេះក្បែរការដ្ឋានសាងសង់នៅពេលនេះពួកគេសង្ឃឹមថាថ្ងៃណាមួយពួកគេអាចរើសផុតពីជីវភាពក្រីក្រនិងខ្លាចជាមានជីវភាពប្រសើរដូចគេខ្ញុំឲ្យចេញទៅមួយណាក្រុមខាង M101 សុខាមានអាយុ26ឆ្នាំជាអ្នកចាត់ចែងនៅក្នុងការដ្ឋានសាងសង់ក្នុងកម្មកោស៊ីធីគាត់ជាអ្នកគ្រប់គ្រងកម្មករ400នាក់នៅទីនេះគាត់ជាអ្នកចាត់ចែងការងារបញ្ជាការងារហើយនឹងជាអ្នកណែនាំអំពីសុវត្ថិភាពលោកសុខាបានចូលមកធ្វើការនៅទីនេះដំបូងក្នុងនាមជាជំនួយការអស់រយៈពេល2ឆ្នាំប៉ុន្តែដោយការប្រឹងប្រែងនិងសមត្ថភាពរបស់គាត់ធ្វើការងាររហ័សធ្វើឲ្យគាត់បានឡើងឋានៈជាប្រធានផ្នែកសាងសង់នៅក្នុងរយៈពេល1ឆ្នាំក្រោយមកសាច់មីនីជាតែនឹងខ្ញុំដើរមើលនៅក្នុងនោះទាំងអស់ហើយចែកប្រទេសទាំងកម្លាំងទាំងចែកប្រទេសទាំងកម្លាំងទាំងគិតយល់ហើយមួយទៀតទាំងតាំងពីអហ្វីសទៀតតាំងពីអហ្វីសឆែករក data ទាំងអស់បន្ទាប់ពីបានឡើងឋានៈមកជីវិតរបស់គាត់ត្រូវបានផ្លាស់ប្ដូរយ៉ាងប្រសើរអ្វីដែលសំខាន់បំផុតនោះប្រាក់ខែរបស់គាត់ពី$100ឡើងរហូតដល់$1100អាមេរិកចំពោះគាត់កម្មកោស៊ីធីគឺជាឱកាសថ្មីនិងសម្រាប់ការប្រកួតប្រជែងកន្លងមកខ្ញុំនេះគឺខាងមកខ្ញុំគឺការទទួលខុសត្រូវខ្ពស់ក្រុមហ៊ុនណាខ្ញុំចង់វិញខ្ញុំចង់ធ្វើជាអនុប្រធានក្រុមហ៊ុននេះណាកម្រិតនៃការងារបុគ្គលិករបស់កូរ៉េដែលទទួលខុសត្រូវនៅក្នុងការដ្ឋានសាងសង់គឺមានកម្រិតខ្ពស់ណាស់ពួកគេទទួលស្គាល់ថាល្បឿនការងាររបស់កម្មករកម្ពុជារៀនជំនាញថ្មីបានលឿនហើយការរីករាយរបស់ពួកគេក៏គួរឲ្យកត់សម្គាល់គេធ្វើការងារបានលឿនអស្ចារ្យខ្លាំងណាស់បើស្រមៃមើលទៅកូរ៉េកាលពីចាប់ផ្ដើមដំបូងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនោះពួកគេឆាប់ទទួលយកបានពីការរៀនសូត្របច្ចេកទេសថ្មីហើយនឹងមានភាពរីករាយនៅក្នុងការរៀនសូត្រអ្វីដែលថ្មីបន្ទាប់ពីពួកគេបានវឹកហាត់ពី3ខែពួកគេធ្វើកិច្ចការបានល្អហើយលឿនដូចជាជនជាតិកូរ៉េដែលចេះស្ទាត់កម្ពុជាបានកត់សម្គាល់ឃើញថាទីផ្សារកំពុងតែរីកដុះដាលថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងតែមានការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកើនឡើងអត្រា 10% ជារៀងរាល់ឆ្នាំកម្រិតនៃពាណិជ្ជកម្មជាមួយនឹងកូរ៉េក៏កើនឡើងបានចេះល្អដូចជាឆ្នាំមុនគឺឡើងដល់$300លានក្រុមហ៊ុនកូរ៉េជាពិសេសបានធ្វើសកម្មភាពនៅក្នុងផ្នែកវិនិយោគក្នុងប្រទេសកម្ពុជាសប្តាហ៍ថ្ងៃនេះបន្ទាប់ពីចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោកឆ្នាំ2004មកកម្ពុជាបានប្រឹងប្រែងធ្វើការយ៉ាងខ្លាំងដើម្បីបើកទីផ្សាររបស់ខ្លួនដើម្បីទទួលអ្នកវិនិយោគបរទេសហើយពួកគេក៏ខំប្រឹងប្រែងធ្វើការដោះដូរពាណិជ្ជកម្មទាក់ទាញអ្នកវិនិយោគបរទេសឲ្យកាន់តែច្រើនធ្វើឲ្យមានការកើនឡើងខាងវិនិយោគជាពិសេសនោះនៅក្នុងផ្នែកឧស្សាហកម្មកាត់ដេរតែម្ដង